លោកស្រីអែនម្ចាស់ JKN កាន់ភាគហ៊ុន Miss Universe ត្រូវគណៈកម្មការត្រួតពិនិត្យមូលបត្រនិងទីផ្សារមូលបត្រត្រៀមប្តឹងនិងដកសិទ្ធិជានាយកប្រតិបត្តិ10ឆ្នាំយោងតាមការចេញផ្សាយពីសារព័ត៌មានថៃគណៈកម្មការត្រួតពិនិត្យមូលបត្រនិងទីផ្សារមូលបត្រឬហៅកាត់ថាកមតបានប្រកាសដាក់ទោសផ្នែករដ្ឋបវេនីលើជនល្មើសចំនួន2នាក់គឺក្រុមហ៊ុន JKN Global Group និងលោកស្រីចក្រពងចច្ចុថាធិបតីឬអែនចក្រពងករណីនេះកើតឡើងដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធជាមួយនឹងការលក់ភាគហ៊ុនអាជីវកម្មអង្គការបវរកញ្ញាចក្រវាលឬ Miss Universe Organization នៅក្នុងអំឡុងខែមករាឆ្នាំ2024ទៅកាន់គណៈកម្មការត្រួតពិនិត្យមូលបត្រនិងទីផ្សារមូលបត្រប៉ុន្តែនៅក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតរបស់អគ្គលេខាធិការនៃកមតបានរកឃើញថាក្រុមហ៊ុន JKN តាមរយៈក្រុមហ៊ុនបុតសម្ព័ន្ធរបស់ខ្លួនគឺ JKN Global Content Pte Ltd បានចុះកិច្ចព្រមព្រៀងលក់ភាគហ៊ុន 50% របស់ខ្លួននៅក្នុងថ្ងៃទី20ខែតុលាឆ្នាំ2023ទៅឲ្យក្រុមហ៊ុន Legacy Holding Group USA Inc របស់លោករ៉ាអ៊ូលរ៉ាឆាក្នុងនាមជានាយកប្រតិបត្តិលោកស្រីព្រំអានងប៊ូសរៈត្រកូលអគ្គលេខាធិការនៃកមតបានបញ្ជាក់ថាការដាក់ទោសរបស់កមតត្រូវបានចាត់ទុកថាបានបញ្ចប់ជាស្ថាពរប្រសិនបើលោកស្រីអែននៅតែប្រឆាំងមិនទទួលយកការសម្រេចនេះកមតនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅតាមនីតិវិធីភាគីកមតនឹងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យអាយកាដើម្បីប្តឹងបន្តទៅតុលាការស៊ីវិលជាលទ្ធផលកមតបានចេញបញ្ជាឲ្យបង់ពិន័យចំនួន 4.1 លានបាតប្រមាណ $11,000 និងហាមឃាត់មិនឲ្យលោកស្រីអែនចក្រពងបន្តកាន់តំណែងជានាយកឬជានាយកប្រតិបត្តិរយៈពេល56ខែបន្ទាប់មកគណៈកម្មការរបស់ក្រុមហ៊ុន JKN ប្រកាសព្រមទទួលយកសម្រេចនេះប៉ុន្តែមកទល់ពេលនេះនៅមានវត្តមានរបស់លោកស្រីអែនចក្រពងនៅតែបន្តកាន់តំណែងជានាយកប្រតិបត្តិដដែលសូមជម្រាបថាបើតាមផ្លូវច្បាប់គណៈកម្មការត្រួតពិនិត្យមូលបត្រនិងទីផ្សារមូលបត្រអាចប្តឹងលោកស្រីអែនចក្រពងដកសិទ្ធិជានាយកនិងជានាយកប្រតិបត្តិរហូតដល់ទៅ10ឆ្នាំត្រយងនាំសារពិតគ្រប់ទីកន្លែង